Tùm niếmនៅក្នុងការបាត់ម្សៅនិងចាស់ទឹកជាប់ពាក់ព័ន្ធទៅនឹងរបាំត្រុដិមូលហេតុដែលសត្វប្រើសជាសត្វស្លូតតែត្រូវព្រានព្រៃសម្លាប់ក្នុងរបាំត្រុដិការលេងរបាំត្រុដិតាមបែបនេះអេដមីនគិតថាអ្នកទាំងអស់គ្នានឹងបានឃើញច្រើនហើយតែទស្សនវិជ្ជាដូចខាងក្រោមនេះប្រហែលជាអ្នកទាំងអស់គ្នាកម្រឃើញណាស់នេះគឺជារបៀបទូទៅនៃរបាំត្រុដិនៅតំបន់អង្គរពីសម័យមុនអ្នកលេងសុទ្ធតែប្រុសទាំងអស់សម្បីតែព្រៃស្រីក្រចកវែងអេដមីនបង្ហាញបន្ថែមពីរបាំត្រុដិពីសម័យដើមនេះព្រោះវាជាប់ពាក់ព័ន្ធទៅនឹងទំនៀមក្នុងការប៉ាត់ម្សៅនិងជះទឹកហេតុនេះក្នុងវីដេអូអេដមីនអាចបានបង្ហាញលម្អិតពីលក្ខណៈខុសគ្នាឬក៏ដូចគ្នានៃរបាំត្រុដិនេះនិងរបាំត្រុដិបច្ចុប្បន្ននោះទេបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ហើយចង់សិក្សាលម្អិតអេដមីននឹងបង្ហាញពីប្រភពក្នុងការសិក្សានៅខាងចុងវីដេអូឥឡូវនេះ admin សូមបង្ហាញចម្លើយទី2មុនថាហេតុអ្វីតួអង្គប្រើសត្រូវស្លាប់តាម admin សិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញពីមូលហេតុមួយចំនួនក្នុងនោះរួមមានទី1ការបាញ់សម្លាប់សត្វប្រើសដែលជាចំណុចធំបង្អស់នៃត្រុដិប្រើសឬក៏រមាំងឬក្តាន់គឺជាប្រភេទសត្វដែលផ្សារភ្ជាប់ទៅនឹងគំនិតថារាំងស្ងួតតើនេះមកពីអ្វីគឺមកពីស្នែងវាដែលច្រងែងច្រងាងមើលទៅឲ្យគេគិតទៅដល់មេឃឈើងាប់បើប្រើពាក្យថានិមិត្តរូបវាគឺជានិមិត្តរូបនៃភាពរាំងស្ងួតសម្រាប់ប្រើសក្នុងលបែងឬក៏របាំត្រុដិនេះគឺជាការបញ្ជៀសគ្រោះរាំងស្ងួតទី2ថ្វីត្បិតតែប្រើសគឺជាសត្វស្លូតតែគេចាត់ទុកថាវាគឺជាសត្វចង្រៃឬតំណាងឲ្យសភាវៈអាក្រក់មូលហេតុគឺដោយសារតែវាជាប់តាក់ទងទៅនឹងរឿងទេវកថារឿងរាមកេរ្តិ៍ត្រង់វគ្គព្រះរាមដើរទេសដែលមហាយៈក្រុងរាពណ៍បញ្ជាឲ្យសេនារបស់ខ្លួនឈ្មោះមហារាជកាឡាខ្លួនជាសត្វប្រើសមាសទៅបញ្ឆោតព្រះរាមឲ្យប្រមាញ់ចូលក្នុងព្រៃដោយបាត់ព្រះស្វាមីយូរពេកព្រះនាងសីតាព្រួយព្រះទ័យយ៉ាងខ្លាំងហើយក៏ទទូចឲ្យព្រះលក្សណ៍ទៅតាមជួយព្រះរាមហើយព្រះនាងសីតានៅខ្ទមតែម្នាក់ឯងទីបំផុតក្រុងរាពណ៍ក៏មានឱកាសចូលចាប់ព្រះនាងសីតាយកទៅក្រុងលង្កាដែលជាដែនអាណាចក្ររបស់ពួកអសុរៈរីឯប្រើសមាសនោះក៏ត្រូវបានព្រះរាមតាមបាញ់សម្លាប់បានសម្រេចប៉ុន្តែហេតុការណ៍នេះគឺជាឧបាយការរបស់ក្រុងរាពណ៍ទាំងអស់ហើយទុកសោកដែលព្រះនាងសីតាត្រូវក្រុងរាពណ៍ចាប់យកទៅនោះគឺចង្រៃមកពីប្រើសមាសនោះឯងនេះហើយជាមូលហេតុនៅក្នុងរបាំត្រុដិដែលយើងមិនសូវបានដឹងស៊ីជម្រៅចំពោះចម្លើយតាក់ទងទៅនឹងការប៉ាត់ម្សៅនិងការចាស់ទឹកចំណុចនេះ admin បានដកស្រង់ចេញពីសៀវភៅយសោធររបាំនេះគេលេងពីភូមិមួយទៅភូមិមួយពីផ្ទះមួយទៅផ្ទះមួយក្រៅពីការចូលតយទានជាប្រាក់ឬក៏របស់ម្ចាស់ផ្ទះតែងតែលាបម្សៅដល់ក្រុមត្រុដិត្រង់នេះហាក់ដូចជាម្ចាស់ផ្ទះចង់ឲ្យតួទាំងនេះមានមង្គលឡើងវិញព្រោះអ្នកទាំងនោះសិតតែជាប់ត្រណមហើយជាប់ជាមួយព្រៃដែលជាវិស័យសត្វសាហាវនិងអមនុស្សផ្សេងៗអ្នកទាំងនោះមានមុខខ្មៅប្រឡាក់ប្រឡូកដូច្នេះហើយនៅពេលនេះគេលាបម្សៅឲ្យបរិសុទ្ធវិញមិនតែប៉ុណ្ណោះម្ចាស់ផ្ទះតែងជះទឹកឬបាញ់ទឹកទៅអ្នកលេងទៀតដោយអត្ថន័យមួយក្នុងអត្ថន័យជាច្រើននៃរបាំត្រុដិគឺការសុំទឹកភ្លៀងការដែលម្ចាស់ផ្ទះជះទឹកនោះក៏សុទ្ធតែជាឧបកិច្ចសុំឲ្យភ្លៀងធ្លាក់មកនៅខែពិសាខខាងមុខក្នុងវីដេអូនេះ admin លើកយកមកបង្ហាញតែចម្លើយ2ចំណុចដែល admin ចោទជាសំណួរខាងលើយកមកបកស្រាយបើអ្នកទាំងអស់គ្នាចង់សិក្សាច្បាស់ជាងនេះអ្នកទាំងអស់គ្នាអាចចូលទៅអានអត្ថបទនៅក្នុងសៀវភៅយសោធរជំពូក2តាក់ទងទៅនឹងជំនឿនិងទំនៀមទម្លាប់ដែលនិយាយអំពីរបាំត្រុដិហើយបើចង់ឲ្យដឹងតែកាន់តែច្បាស់ដូចថ្ងៃអ្នកដែលចេះភាសាបារាំងអាចចូលទៅអាន Evelyne Poré-Maspero, Études sur les rites agraires des Cambodgiens, Mouton Echo, Paris, La E 1962 sur 207-232. អធិស្ឋាន admin ឲ្យ AI អានឲ្យពីព្រោះថា admin អត់ចេះភាសាបារាំងទេបើសិនជាខុសឆ្គងចំពោះភាសាបារាំងអីអ្នកទាំងអស់គ្នាអាចទៅរករឿងជាមួយ AI បានបើសិនជាអ្នកទាំងអស់គ្នាទៅអានឯកសារភាសាបារាំងនេះហើយយល់ច្បាស់កុំភ្លេចមកប្រាប់ admin វិញផងជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះ